ก็ប៉ុន្តែលោកហ៊ុនម៉ាណែតក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីព្រឹកមិញហ្នឹងគាត់និយាយថាកម្ពុជាជាជនរងគ្រោះទេកម្ពុជាជាជនរងគ្រោះនៃអំពើឆបោកអនឡាញដ៏ស្មុគស្មាញនៅលើពិភពលោកនេះគាត់និយាយចឹងថាអំពើឆបោកអនឡាញហ្នឹងវាស្មុគស្មាញណាស់យើងគ្រាន់តែជាទីសម្ចតនៃជនរងគ្រោះស្ដាប់ទៅគួរឲ្យស្រក់ទឹកភ្នែកចំពោះលោកហ៊ុនម៉ាណែតដែរក៏ប៉ុន្តែតើជនរងគ្រោះរបស់យើងនេះគឺជនរងគ្រោះដោយការប្រព្រឹត្តរបស់យើងឬក៏ជនរងគ្រោះដោយសារតែយើងអត់ដឹងខ្លួនគេយកមកទម្លាក់ឲ្យយើងអត់ដឹងទេចង់មជ្ឈមណ្ឌលឆបោកអនឡាញនៅលើនៅស្រុកខ្មែរឡើងគេរកឃើញអង្គការសិទ្ធិមនុស្សក៏រកឃើញអង្គការអន្តរជាតិក៏រកឃើញសហប្រជាជាតិក៏រកឃើញថាមានដល់ទៅកាន់ហ្នឹងតែ53ទីតាំងធំឲ្យគេស្រាវជ្រាវគេលំអិតអត់ដែលយកចិត្តទុកដាក់សោះហើយថាយើងជាជនរងគ្រោះអញ្ចឹងយើងជាអ្នកប្រព្រឹត្តទេចង់មន្ត្រីអស់លោកហ្នឹងដែលពាក់ព័ន្ធអុកញ៉ាលីយ៉ុងផាត់អុកញ៉ាកុកអានអុកញ៉ាស្អីទាំងអស់ដែលគេធ្លាប់ពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលជាតិអាមេរិកសុទ្ធតែជាទីប្រឹក្សារបស់រដ្ឋាភិបាលសុទ្ធតែជាមន្ត្រីថ្នាក់សមាជិកព្រឹទ្ធសភាសុទ្ធតែប្រធានសមាគមអុកញ៉ាអីផងហើយចឹងយើងជាជនរងគ្រោះខ្ញុំអត់ឃើញថារឿងនេះនិយាយទៅគាត់និយាយអាចស្រួលថាជាជនរងគ្រោះពីការពុតឲ្យពិភពលោកនៅអាមេរិកក៏មានការឆបោកអនឡាញប៉ុន្តែអត់មានមជ្ឈមណ្ឌលដាក់នៅចំកណ្ដាលបេះដូងប្រទេសខ្លួនឯងយើងនៅក្នុងផ្ទះយើងមួយឧទាហរណ៍មានគេមកបើកបនលបែងរ៉ស៊ីនៅក្នុងផ្ទះយើងនេះហើយយើងអត់ដឹងហើយយើងថាអាហ្នឹងគឺជាយើងជាជនរងគ្រោះទេធ្វើមិនទៅវាបនលបែងវាច្រើនពេកនៅលើពិភពលោកដូច្នេះយើងបើកទ្វារឲ្យគេចូលមកកុំឲ្យនៅក្រៅប្រសិទ្ធប្រសាទពេកមកលេងនៅក្នុងផ្ទះយើងទៅយើងគ្រាន់តែមើលទៅវាមិនអីដែរទេហើយទៅហើយស្រាប់មកប្រាប់ថាអូអត់ទេម្ចាស់ផ្ទះអត់ដឹងទេណាបនលបែងហ្នឹងអត់ដឹងសោះហ្មងថាហ្នឹងជាការឆបោកអនឡាញស្មានតែគេរកស៊ីស្រួលបួលអូរកស៊ីស្រួលបួលបើកបនលបែងពាត់បលាលួសអាគារស្កឹមស្កៃមនុស្សទៅប្រពាក់ប្រពូនគ្នារាប់ពាន់អ្នករកស៊ីអីយើងឆ្ងល់ទេថារកស៊ីអីចុះកម្មករខ្មែរ2លានអ្នកនៅស្រុកថៃហ្នឹងបើរកស៊ីហ្នឹងបានប្រយោជន៍ហេតុអីមិននាំមកឲ្យអស់មកជួយរកស៊ីនៅស្រុកយើងទៅនៅអាគារដែលប្រពាក់ប្រពូនគ្នាយកដឹងថាហ្នឹងគេរកស៊ីឆបោកអញ្ចឹងវាមិនដែលទៅប្រពាក់ប្រពូនគ្នាចិនមកឲ្យខាប់ទឹកបរទេសមកឲ្យខាប់ទឹកហើយគេរាយការណ៍រហូតលោតពីអាគារលោតអីមានអ្នកស្លាប់ដោយធ្វើអត្តឃាតគេធ្វើទុកបុកម្នេញគេរាយការណ៍រាល់ឆ្នាំអត់ដឹងអញ្ចឹងបានខ្ញុំថាពេលខ្លះយើងនិយាយឲ្យតែពីរសស្ដាប់ហ្នឹងគឺយើងគិតថាជនរងគ្រោះល្អហើយខ្ញុំជឿថាកម្ពុជាអាចរងគ្រោះមែនហើយប៉ុន្តែមិនមែនបានន័យថាយើងមិនដឹងទេគឺយើងអត់មានសមត្ថភាពនៅក្នុងការទប់ស្កាត់ហើយដល់ពេលហើយយករួចខ្លួនថាយើងជាជនរងគ្រោះប្រជាប្រដ្ឋស្ដាប់ទៅថាមែនតើយើងជាជនរងគ្រោះតើព្រោះអីអាចឆបោកអនឡាញហ្នឹងគេតាមអនឡាញហ្នឹងនៅលើអាកាសនោះហ្នឹងធ្វើម៉េចបើខ្មែរយើងវាជាប់នៅក្នុងបណ្ដាញអនឡាញហើយឃើញលុយគេចាប់បាននៅអាមេរិកទាំងអស់ហ្នឹងលុយមាននៅស្រុកខ្មែរណាហ្នឹងមិនអនឡាញយើងគ្រាន់តែជាជនរងគ្រោះស្ដាប់ទៅគឺគួរឲ្យជឿក៏ប៉ុន្តែលោកចិនស៊ីនៅឯណាបើក business រកស៊ីនៅស្រុកខ្មែរជាទីប្រឹក្សាជាន់ខ្ពស់របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទៀតនៅជាប់នឹងក្លៀករបស់ខ្លួនរកស៊ីប្រព្រឹត្តបទល្មើសរាប់ពាន់លានដុល្លារយើងអត់ដឹងថាគាត់អញ្ចឹងប្រព័ន្ធស្បៃរបស់កម្ពុជាប្រព័ន្ធគិញសម្ងាត់ប្រព័ន្ធស៊ើបការសម្ងាត់ដើម្បីសន្តិសុខជាតិដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋយើងបរាជ័យហើយបើយើងនិយាយបែបនេះគឺយើងបរាជ័យហើយយើងប្រកែណាស់បានតែចាប់គិញអនុក្នុងជួលអ្នកណាមកបំផ្លាញគណៈបពប្រឆាំងបំផ្លាញគ្នាឯងយើងប្រកែមែនតើអ្នកណានៅក្នុងមុងលើក្រែណាសាសងគ្នាណាក៏អាស័យហាចាប់បានដែរអាស័យហាចាប់បានហ្នឹងលោកហ៊ុនសែននឹងយកមកបង្ហាញហែកគេអ្នកស្រីបថងឋាននឹងនិយាយសារអីទៅប្រហែកគេបានរឿងដែលហែកបំផ្លាញចេះយើងធ្វើបានតើតែរឿងជួញដូរឆបោកអនឡាញក៏ក្រាក់ពេញពិភពលោកមានជនរងគ្រោះមានជាង100,000នាក់យើងថាហ្នឹងយើងជាជនរងគ្រោះដែរយើងអត់ដឹងផងខ្ញុំថារឿងនេះណាលោកហ៊ុនម៉ាណែតខ្ញុំជឿថាភាសាដែលលោកនិយាយជួនកាលអាចស្អំចិត្តដែរប៉ុន្តែប្រជាពលរដ្ឋខ្មែរមិនល្ងងពេកទេដូច្នេះខ្ញុំជឿថាយល់ល្អទទួលស្គាល់ការពិតហើយចាត់ការអ្នកទាំងអស់នោះខ្ញុំជឿថាប្រជាប្រដ្ឋនឹងសាទរលោកហ៊ុនម៉ាណែតចាប់ដាក់គុកឲ្យអស់មកមន្ត្រីណាអុកញ៉ាប្រមាណអ្នកដែលមាននៅក្នុងបញ្ជីស៊ើបអង្កេតខ្លះមើលឥឡូវអត់ទៀតមកដល់ម៉ោងហ្នឹងយើងជន់រងគ្រោះហើយយើងបដិញ្ញាធ្វើច្បាប់100កឆេទៀតក៏អត់បានប្រយោជន៍អីដែរខ្មែរណាមានច្បាប់ច្រើនជាងប្រទេសណាទាំងអស់ទៅមើលទៅច្បាប់ខ្ញុំអានថាល្អណាស់ប៉ុន្តែវាមានតែនៅលើกระดาษទេតែអនុវត្តជួនកាលត្រូវការអនុវត្តខ្វះច្បាប់វិញជាពិសេសច្បាប់ដើម្បីធ្វើឲ្យអ្នកណាធ្វើអីក៏ញុះញង់អាហ្នឹងពលិតច្បាប់ឲ្យវែងចឹងវិញមានស្រាប់អត់យកមកប្រើកែថែមច្បាប់ដើម្បីរំលាយគណៈបកគេចោលដើម្បីកុំឲ្យគណៈបកណាមួយលេចធ្លោលុបអាសញ្ជាតិគេឬក៏មិនឲ្យអ្នកណាមានសញ្ជាតិពីរកាន់បោះឆ្នោតហ្នឹងបើអញ្ចឹងយើងនាំគ្នាធ្វើអញ្ចឹងវិញច្បាប់ណាមានច្រើនអត់ធ្វើទេអត់យកមកប្រើទៅថែមដើម្បីឲ្យក្រាញអំណាចទៅឲ្យធ្វើអ្វីដែលធ្វើអត់មានប្រសិទ្ធភាពខ្ញុំនិយាយនេះគ្មានបានប្រយោជន៍អីសម្រាប់មុងណារ៉េតទេខ្ញុំចង់និយាយថាប្រជាពលរដ្ឋខ្មែរមិនល្ងងពេកទេអញ្ចឹងអ្វីដែលលោកហ៊ុនម៉ាណែតចង់ធ្វើគឺចាប់ត្រីធំឲ្យបានកុំយកតែកពឹសកភ្លៀងហើយបង្ហាញទៅម៉ោងនេះអត់ម៉ោងនិយាយឃោសនាអីទៀតទេប្រជាពលរដ្ឋតលន់ហើយខ្ញុំនិយាយថាកម្ពុជាអស់សាច់នឹងរិះគន់ហើយដល់ពេលដែលគាត់កែទៅហើយកែទៅអត់អីទេរងគ្រោះក៏រងគ្រោះចោះមិនអីទេប៉ុន្តែកែផងចាប់មើលថារងគ្រោះហ្នឹងចោះអ្នកណាជាអ្នករងគ្រោះបើរដ្ឋាភិបាលជាអ្នករងគ្រោះលោកហ៊ុនម៉ាណែតជាអ្នករងគ្រោះធ្វើចាប់អាអ្នកប្រព្រឹត្តហ្នឹងឲ្យអស់យកមកកាត់ទោសមើលដើម្បីឲ្យបានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលជាប្រទេសកម្ពុជាហ្នឹងផងមើលចាប់ទៅអុកញ៉ាមហាមន្ត្រីកាត់ទៅអាសាច់ស្អុយហ្នឹងកាត់ចោលមើលអាហ្នឹងបានយើងគិតថាពិភពលោកជឿយើងឥឡូវនេះអត់ទេ